បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយនេះគឺជាសកម្មភាពcủaខ្ញុំចាប់ផ្ដើមមកចេញជាទូទៅធ្វើការស្ទូចត្រីហើយនឹងទៅបេះផ្លែគុយហើយនេះគឺជាសកម្មភាពcủaខ្ញុំមុននឹងចេញដំណើរគឺខ្ញុំមានគ្នា4នាក់ដើម្បីទៅស្ទូចត្រីនៅខាងក្រោយម្ខាងទៀតដែលស្ថិតនៅក្នុងឃុំតាពាំងរូងហើយនេះគឺជាសកម្មភាពcủaខ្ញុំមុននឹងរៀបចំចេញទៅក៏ខ្ញុំរៀបចំមានដងទូចមានហើយក៏សัตว์ទៅជាមួយនោះក៏មានទៅមួយដែរមានក្បាលដែរខ្សែហើយនេះពួកខ្ញុំចាប់ផ្ដើមរៀបចំឆេះម៉ាស៊ីនហើយក៏ដូចជាមានដងទូចដើម្បីយកទៅស្ទូចត្រីហើយក៏នឹងចាប់ដើមខ្ញុំនឹងថតទៅលើសកម្មភាពផ្សេងៗទាក់ទងជាមួយនឹងទស្សនវិជ្ជាពេលព្រឹកដែលមុននឹងចេញដំណើរទៅហើយខ្ញុំក៏មានការសាកសួរគ្នាបន្តទៀតក្នុងការរៀបរាប់មានកន្លែងដែលមានត្រីមានកន្លែងខ្លះដែលអត់មានត្រីហើយនេះគឺសកម្មភាពខ្ញុំជិះទូកទៅតាមស្ទឹងហើយនេះគឺយើងឆ្លងទៅដៃស្ទឹងម្ខាងទៀតហើយនៅពេលខ្ញុំជិះដំណើរទៅចេញដំណើរទៅហ្នឹងក៏មានសត្វកែហ្នឹងក៏គឺខំមើលទឹកហូរចឹងទៅហើយខ្ញុំក៏រត់ទៅខ្លួននឹងយកមកចែកជូនដល់បងប្អូនទស្សនាដែលទាក់ទងជាមួយនឹងការដែលខ្ញុំបានទៅស្ទូចត្រីហើយក៏រៀបចំជិះទៅមិនយូរប៉ុន្មានទេក៏ដល់កន្លែងទីតាំងដែលខ្ញុំនឹងចុះចតនៅខាងមុខមិនយូរទេនៅខាងមុខនេះគឺខាងដីថាជា500ម៉ែត្របន្តទៀតហើយក៏ខ្ញុំក៏ឲ្យគាត់ហ្នឹងក៏សាកមើលស្ទូចត្រីទៅលើដងព្រែកហ្នឹងហើយនេះគឺសកម្មភាពពួកខ្ញុំដែលឆ្លងកាត់មកផ្លូវដែលត្រូវទៅស្ទូចត្រីក៏មានខេងស្វាយព្រៃផ្លែច្រើនក៏ខ្ញុំក៏ចូលប្រឌិតរូបថតរូបភាពនេះចិត្តបង្កោយជូនបងប្អូនទស្សនាចិត្តបង្កោយខ្ញុំដើរបន្តទៅទៀតគឺយើងមានកន្លែងខ្លះមើលទៅឃើញដើមឈើល្អដូចជាដើមស្វាយអីហ្នឹងគឺមានច្រើនដោះនៅក្នុងព្រៃនេះហើយដីនេះគឺជាដីចម្ការរបស់គេអញ្ចឹងគឺយើងក៏អត់មានដែរហើយក៏ទៅដល់កន្លែងត្រីក៏អត់មានត្រីក៏ចេញដំណើរទៅមកកន្លែងទៀតហើយចាប់ផ្ដើមនឹងចេញដំណើរទៅកន្លែងថ្មីនេះគឺយើងចាប់ផ្ដើមជិះទូកនឹងដដែលខ្ញុំមិនបានថតសកម្មភាពដែលចតទូកនឹងទេដោយសារទឹករៀងងាយហើយក៏នាំគ្នាជួយរុញទូកទម្លាក់ទឹកហើយក៏មកដល់ទីតាំងនេះក៏ពួកខ្ញុំចាំធ្វើដំណើរទៅខាងមុខតទៀតហើយនៅពេលពួកខ្ញុំធ្វើដំណើរទៅហ្នឹងក៏ចៃដន្យអីទូកក៏ចាប់ដើមរលត់នៅកណ្ដាលស្ទឹងហ្នឹងហើយធ្វើឲ្យពួកខ្ញុំឃ្លីងឃ្លួងហើយនាំគ្នាឆេះម៉ាស៊ីនហ្នឹងបន្តទៅទៀតគាត់ចាប់ដើមឆេះហើយទឹកត្រាក់ច្រើនដងដែរតែនៅតែអត់តន់ឆេះហើយក៏ចុងក្រោយនេះក៏ដាក់ការកត្រាក់បន្ថែមហើយក៏ម៉ាស៊ីនក៏ចាប់ដើមឆេះហើយក៏ពួកខ្ញុំចាប់ដើមធ្វើដំណើរទៅខាងមុខតទៀតហើយទាក់ទងជាមួយនឹងការធ្វើដំណើររៀងយូរនៅពេលដែលពួកខ្ញុំធ្វើដំណើរទៅក៏ជួបស្ថានភាពទឹកលោកខ្លាំងនៅពេលយូរក្នុងដំណើរអញ្ចឹងគឺដល់ជាមួយនឹងខ្ញុំក៏ចាប់ផ្ដើមសម្រុកទូកក៏កាន់តែលឿនទៅទឹកក៏ខ្លាំងដែរតាមស្ទឹងហ្នឹងហើយទាក់ទងជាមួយនឹងការធ្វើដំណើររបស់ខ្ញុំគឺជាដំណើរផ្សងព្រេងទៅរកត្រីរកបេះផ្លែគុយជាការកំសាន្តអារម្មណ៍មួយទាក់ទងជាមួយនឹងថ្ងៃសម្រាប់ការងារទាក់ទងជាមួយនឹងថ្ងៃដែលយើងឈប់ពីការងារនឹងបានហើយក៏យើងអបសុកក៏នាំគ្នាជិះទូកទៅតាមដងស្ទឹងទៅតាមព្រែកដើម្បីថ
ថតរូបក៏ដូចជាស្ទួចត្រីហើយនឹងក៏ជាការបេះផ្លែគុយទឹកតាហេនទៀតហើយខ្ញុំក៏ឃើញទឹកទៀតនឹងស្អាតទៅនៅក្នុងស្ទឹងនឹងក៏បានរៀបចំនាំគ្នាក៏ចាំថាទៅលើខាងទៅដែរខ្ញុំក៏បានផងដែរហើយធ្វើមកអត់អានចង់ជាមួយនឹងស្អាតក៏ខ្ញុំក៏និយាយទៅក្នុងតាមទុកនឹងដែរហើយពេលខ្លះក៏លើសលេងជាភាសាដែលមិនស័ក្តិសមឬមកគឺសមទៅក៏សូមបងប្អូនអរគុណជាស្អីហើយខ្ញុំក៏ធ្វើមកជិះនៅឯកច្រើនគឺរកទឹកក៏វាអត់សូវបោកខ្លាំងដែរហើយក៏ចិត្តដល់កន្លែងដែលពួកខ្ញុំចតហើយក៏ពួកខ្ញុំក៏នាំគ្នាទៅមើលផ្លែគុយហើយក៏យើងដើរទៅក៏មានជុកដើមគុយផ្លែច្រើនមួយដើមក៏ឲ្យគាត់ហ្នឹងឡើងទៅបេះផ្លែគុយច្រើនទៀតផ្លែគុយដែលពួកខ្ញុំឡើងនេះគឺយើងឡើងទៅបេះទៅតាមធម្មជាតិរបស់យើងបេះបានយកប៉ុណ្ណឹងដោយមិនបានកាប់បេះច្រើនឬក៏យើងមិនធ្វើឲ្យប៉ះពាល់ទៅលើដំណាំមួយប្រភេទនេះដែរអញ្ចឹងគឺយើងឡើងទៅបេះយកតែផ្លែវាទេហើយនេះផ្លែវាច្រើននៅលើដើមឈើដែលវ៉ាគុយតែបានផ្លែគុយនឹងឃើញមួយដើមតោងទៅលើដើមឈើហ្នឹងហើយក៏ពួកខ្ញុំក៏ចាប់ដើមនោះបែកចែកគ្នាលេងផងអីផងហើយក៏នាំគ្នាឡើងទៅដល់ដើមឈើមានបានចាស់ទម្លាក់មកបាន2 គីឡូអញ្ចឹងទៅដើម្បីយកទៅទុកញ៉ាំហូបកាត់យកមកអរគុណច្រើន